សូមអរគុណគ្រប់លោកទៅនេះកញ្ញាដែលនិយមតាមដានគ្រប់ត្រកការផ្សាយរបស់សមាជិកឬភ័ក្រត្រែងឲ្យព្រឹកនេះម៉ោង9សុទ្ធនីតិមានករណីឆាបឆេះរោងចក្រមួយកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវនៅថ្ងៃទី28ខែ4ឆ្នាំ2025ហ្នឹងឆេះខ្លាំងណាស់នឹងត្រង់ចំណុចផ្លូវចលេខ4យឺនបងប្អូនហ្នឹងហើយព្រោះខាងបងរដ្ឋាភិបាលកំពុងតែបន្លុតនៅក្នុងគីឆេះឆាបឆេះរោងចក្រមួយកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចយើងហ្នឹងបងប្អូនហ្នឹងឆេះខ្លាំងណាស់បងប្អូនអើយហ្នឹងហើយទៅយ៉ាងណាយ៉ាងណីហ្នឹងឥឡូវយើងឆែកមើលគ្រប់កន្លែងហ្នឹងអត់មានលុតអត់ណាគាត់តែវាផ្សាយវាចេញអត់ទាន់អស់អញ្ចឹងវាអត់ទាន់ទៀតវាវាយតាមកញ្ចក់វាយតាមអីទៅផ្សាយផ្សេងអស់វាស្ងប់ហើយ